ជាដំបូងយើងសូមធ្វើការគោរពជំរាបសួរដល់លោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាពួកយើងជាក្រុម assignment ទី5មកធ្វើបទបង្ហាញនិយាយទាក់ទងជាមួយនឹង relationship selling ដែលដឹកនាំដោយលោកគ្រូអុកច័ន្ទវាសនាដែលក្រុមរបស់ពួកយើងមានសមាជិកសរុបទាំងអស់គឺមាន5នាក់ដែលមានខ្ញុំរ៉ែមហេងលីនុននុតទូចសូដាលីនថេសណានិងសុភាសិនីហើយតកតងជាមួយ content គឺយើងមានសរុបទាំងអស់គឺចំនួន7ដែល content ទី1គឺយើងចាប់ផ្ដើមនិយាយតកតងជាមួយនឹង introduction នៅក្នុង relationship selling និង content ទី2គឺយើងនិយាយតាក់ទងជាមួយនឹងចំណុចពី total quality management ទៅ customer care និងចំណុចទី3គឺយើងនិយាយពីចំណុច JIT to relationship marketing និងចំណុចទី4គឺយើងនិយាយតាក់ទងជាមួយនឹង reverse marketing និង content ទី5គឺយើងនិយាយពីចំណុច relationship marketing to relationship selling និង content ទី6គឺយើងចាប់ផ្ដើមនិយាយតាក់ទងជាមួយនឹង tactics of relationship selling និងចំណុច content ចុងក្រោយគឺយើងនិយាយតាក់ទងជាមួយនឹង conclusion អញ្ចឹងសម្រាប់ content ទី1គឺយើងចាប់ផ្ដើមនិយាយតាក់ទងជាមួយនឹង introduction ដែលជាទូទៅយើងដឹងហើយថាតាក់ទងជាមួយនឹងនៅក្នុង business competitor environment សប្តាហ៍ថ្ងៃនេះគឺមានដូចជា company មួយចំនួនដែលគាត់ទទួលស្គាល់ថាមានសារៈសំខាន់ជាមួយនឹង relationship selling ដែលជា key strategy សម្រាប់ long term success ដែលជា traditional និង set ត្រូវបានមើលឃើញជា transactional process ដែលតាក់ទងជាមួយនឹង modern business practice បានផ្លាស់ប្ដូរទិសដៅទៅរកតាក់ទងជាមួយនឹង building strong lasting relationship ជាមួយនឹង customer supplies ដែលនៅក្នុងចំណុចនេះគឺវាកាត់ឡើងពីការផ្លាស់ប្ដូរពីមូលហេតុសំខាន់ៗមួយចំនួនដូចជាតាក់ទងជាមួយនឹងចំណុច globalization តាក់ទងជាមួយនឹង advantage in quality management និងតាក់ទងជាមួយនឹង evolving marketing strategy និងតាក់ទងជាមួយនឹង customer retention loyalty អីជាដើមអញ្ចឹងចូលមកដល់ content ទី2គឺយើងចាប់ផ្ដើមនិយាយតាក់ទងជាមួយនឹងចំណុចពី total quality management ទៅ customer care ឬក៏យើងអាចហៅកាត់ថាពី TQM ទៅ customer care អញ្ចឹងសម្រាប់ content មួយហ្នឹងគឺយើងនិយាយតាក់ទងជាមួយនឹងចំណុចធំៗពីរដែលនិយាយតាក់ទងជាមួយនឹងចំណុចពី TQM ទៅ customer care និងតាក់ទងជាមួយនឹងចំណុចមួយទៀតគឺ important of customer orientation ដែលចំណុចទី1គឺយើងនិយាយពី TQM ទៅ customer care ដែលជាទូទៅលក្ខណៈថាពី transactional set ទៅ relationship marketing ដែលយើងដឹងហើយថា transactional marketing ហ្នឹងគឺ focus ទៅលើការលក់តែម្ដងដោយលក្ខណៈថាគាត់ប្រើនៅ strategy ដូចជា promotion ឬក៏លក្ខណៈថា advertising ដើម្បីទាក់ទាញនៅ customer ថ្មីៗអីជាដើមដែលអត់ដូចទៅនឹងជា modern business ឯដែលគឺ focus ទៅលើ relationship marketing ដែលមានគោលដៅក្នុងការរក្សាទំនាក់ទំនងជាមួយនឹង customer ដើម្បីបង្កើតនៅ rapid business ឬក៏លក្ខណៈថា brand advocacy និងតាក់ទងជាមួយនឹង TQM ដែលជា total quality management គឺមិនត្រឹមតែ focus ទៅលើ product ឬក៏ focus ទៅលើការ promotion អីទេប៉ុន្តែគេក៏ focus ទៅលើ customer satisfaction និងតាក់ទងជាមួយនឹង continue improvement អីផងដែរនិងតាក់ទងជាមួយនឹងចំណុចមួយទៀតគឺយើងនិយាយតាក់ទងជាមួយនឹងការfocus ទៅលើ relationship រយៈពេលវែងដែលជា trust ឬក៏ loyalty ជាមួយនឹង customer ដែលជាទូទៅ TQM មិនត្រឹមតែអភិវឌ្ឍផលិតផលឬក៏លក្ខណៈថាទៅលើចំណុចណាមួយក្នុងអាជីវកម្មទេប៉ុន្តែគឺគេកំណត់នៅឥទ្ធិពលរបស់ customer service sales និង marketing ដែលជាទូទៅលក្ខណៈថា relationship marketing ហ្នឹងគឺ focus ទៅលើ trust engagement personalized service ដែលជាកត្តាសំខាន់ក្នុងការរក្សានៅអតិថិជនឲ្យស្ថិតស្ថេរក្នុងការប្រើប្រាស់នៅ service ឬក៏ product នៅក្នុងក្រុមហ៊ុនមួយអីជាដើមជាឧទាហរណ៍ដូចជាអតិថិជន loyalty ទៅនឹង brand ដែលគាត់ផ្ដល់ value ជានិច្ចគឺគាត់មាន consistent quality service ដែលមានដូចជាក្រុមហ៊ុនល្បីៗតាមពិភពលោកដូចជា Starbucks Reward Program ដែលគាត់បង្កើតនៅ loyalty repeat process ដែលអាចតាក់ទាញអតិថិជនក្នុងការញ៉ាំកាហ្វេរបស់ពួកគាត់បានជាច្រើនផងដែរនឹងតាក់ទងជាមួយនឹងចំណុចមួយទៀតគឺយើងនិយាយតាក់ទងជាមួយនឹង customer orientation ដែលចំណុចមួយនេះគឺប្រផលរបស់វាគឺក្នុងការធ្វើឲ្យ business create នៅ retain customer ដែលអាជីវកម្មមិនត្រូវតែ focus ទៅលើការលក់ product មួយទេប៉ុន្តែក៏ត្រូវ focus ទៅលើការបំពេញនៅ satisfy របស់ customer ដែល customer orientation ហ្នឹងគឺគាត់ focus ទៅលើ satisfaction long term relationship ជាងការលក់បានតែម្ដងដូចជាលក្ខណៈ traditional selling marketing អីជាដើមជាឧទាហរណ៍ដូចជាក្រុមហ៊ុន Amazon ដែលពួកគាត់បានផ្ដល់នៅ customer concrete business model ដើម្បីធានាថា customer របស់គាត់គឺ retention នឹងតាក់ទងជាមួយនឹងចំណុចមួយទៀតគឺយើងនិយាយតាក់ទងជាមួយនឹង understanding customer to case is the key to competitors ដែលនៅក្នុងចំណុចមួយហ្នឹងគឺគេចង់និយាយតាក់ទងជាមួយនឹងការយល់ដឹងអំពីអតិថិជនដែលអាចជួយ business ឲ្យមានអតិភិបនៅក្នុងទីផ្សារដែល customer គឺលក្ខណៈថាពួកគាត់បានផ្ដល់នៅ feedback ជាងការកំណត់ឬក៏កែសម្រួលនៅផលិតផលជាងសេវាកម្មឲ្យត្រូវនឹងតម្រូវការរបស់អតិថិជនអីជាដើមជាឧទាហរណ៍ដូច Apple គឺពួកគាត់លក្ខណៈថាបានប្រើនៅ user feedback ដើម្បីធ្វើឲ្យ iOS
និង MacBook គឺប្រើបានងាយស្រួលជាងមុននេះជាមូលហេតុដែល Apple គឺផ្ទុះខ្លាំងទូទាំងពិភពលោកនឹងតកតងជាមួយនឹងចំណុចមួយទៀតគឺយើងនិយាយតកតងជាមួយនឹង W Evolve Damping ដែលនៅក្នុងចំណុចមួយនេះគឺ expand TQM beyond manufacturing to service ដែល quality management មិនត្រឹមតែអនុវត្តទៅក្នុងផលិតកម្ម manufacturing ប៉ុន្តែក៏អាចបង្កើតនូវ customer experience ឲ្យបានល្អផងដែរដែល TQM គឺលក្ខណៈថា focus សំខាន់សម្រាប់ customer service ដើម្បីធានានៅ customer satisfaction និងតកតងជាមួយនឹង brand loyalty ឯណាជាឧទាហរណ៍ដូចជាក្រុមហ៊ុន Toyota Kaisen philosophy គឺពួកគាត់បានលក្ខណៈថាធ្វើ continue improvement នៅក្នុង product quality និង customer service របស់ពួកគាត់ដើម្បីទទួលបានអតិថិជនកាន់តែច្រើនផងដែរសម្រាប់ចំណុចនេះគឺយើងនិយាយតទៅជាមួយនឹង market strategy និងតទៅជាមួយនឹង competitor advantage ដែលនៅក្នុង slide មួយនេះគឺខ្ញុំបែងចែកជាចំណុចសំខាន់ចំនួន3ដែលចំណុចទី1គឺយើងនិយាយតទៅជាមួយនឹង traditional vs relationships marketing ដែលនៅក្នុងចំណុចនេះគឺយើងនិយាយធ្វើការ focus ទៅលើ product price និង promotion ដើម្បីធ្វើការលក់ឲ្យបានច្រើនដែលវិធីសាស្ត្រលក់បែបនេះគឺគេអត់ focus ទៅលើ customer relationship ទេប៉ុន្តែគោលដៅសំខាន់របស់ពួកគាត់គឺការចាក់ផ្សាយពាណិជ្ជកម្មនិងការលក់ផលិតផលបានច្រើនហើយតទៅជាមួយនឹងការលក្ខណៈថាគោលដៅសំខាន់របស់ក្រុមហ៊ុនមួយចំនួនក្នុងការកំណត់នៅទិសដៅមួយហ្នឹងគឺមានដូចជា TV ad តទៅជាមួយនឹង print ad និងតទៅជាមួយនឹងក្រុមហ៊ុន install promotion អីជាដើមហើយតទៅជាមួយនឹងចំណុចមួយទៀតគឺនិយាយតទៅជាមួយនឹង relationship marketing ដែលចំណុចមួយនេះគឺ focus ទៅលើ personalization និង customer engagement និង retention ដែលចំណុចមួយនេះគឺគេផ្ដោតទៅលើ relationship ជាមួយនឹងអតិថិជនជាជាងការលក់ជាឧទាហរណ៍ក្រុមហ៊ុនលក្ខណៈថាក្រុមហ៊ុនទាំងមូលទាំង sales service marketing គឺរួមគ្នាដើម្បីបង្កើតនៅ customer relationship ដូចជាប្រភេទក្រុមហ៊ុន loyalty program ដែលពួកគាត់ធ្វើការដាក់បន្ទុកទៅលើ VIP និងតទៅជាមួយនឹងការកំណត់នៅ certify របស់អតិថិជន target customer អីជាដើមនិងតទៅជាមួយនឹងចំណុចមួយទៀតគឺតទៅជាមួយនឹង personalized recommendation ដែលជា email marketing ឬក៏ AI recommend ជា H&M ដែលក្រុមហ៊ុនទាំងអស់នេះគឺគាត់លក្ខណៈថាជាប្រភេទ proactive customer support ដែលមានដូចជា live chat 24/7 ទៅលើ customer service នឹងតទៅជាមួយនឹងចំណុចមួយទៀតគឺ challenge of TQM ដែលជា total quality management in sale ដែលគេធ្វើការកំណត់នៅរយៈពេលវែងនៅក្នុងការវាស់ស្ទង់ដើម្បីធ្វើការផលិតនៅ quality control ដែលវាងាយស្រួលក្នុងការវាស់ស្ទង់ដោយប្រើ matrix defect rates production អីជាដើមហើយនៅក្នុង sale ឬក៏ service customer retention ជាចំណុចសំខាន់ដែលជាលក្ខណៈថាពិបាកនៅក្នុងការកំណត់នៅ specific របស់វានិងតទៅជាមួយនឹងចំណុចមួយទៀតគឺ customer trust និង brand protection ដែលជា benefit មួយចំនួនដែលគេធ្វើការនិយាយទៅជាមួយនឹង customer trust ដែលវាកំណត់ focus ទៅលើការរក្សា customer ឲ្យនៅជាប់ជាមួយនឹង brand របស់ company និងតទៅជាមួយនឹងចំណុចមួយទៀតគឺ negative expect ដែលវាលក្ខណៈថា negative expect ហ្នឹងគឺវាអាចប៉ះពាល់ទៅលើ unit ឬក៏ទៅលើ brand image ដែលអាចបណ្ដាលឲ្យអតិថិជនបោះបង់ឬក៏ជប់ប្រើផលិតផលរបស់ក្រុមហ៊ុនមួយឯណាជាឧទាហរណ៍ដូចជា Tesla ដែល customer service problem គឺលក្ខណៈថាអតិថិជនគឺគាត់ខឹងនឹងការចែករំលែកទៅជាលក្ខណៈលក្ខណៈថាការកំណត់ឬក៏ការចែករំលែកនៅបទពិសោធន៍ដ៏វិជ្ជមានរបស់លោក Elon Musk អីជាដើមនឹងតទៅជាមួយនឹងឧទាហរណ៍មួយទៀតគឺ Apple Strong Brand Loyalty ដែលលក្ខណៈថាគាត់មាននៅចំណុច benefit នៅក្នុងការថែរក្សានៅ customer ដោយមានលក្ខណៈថាទៅជាមួយនឹង consistent customer experiences អីជាដើមនិងចំណុចធំមួយទៀតគឺ competitor advantage of customer care ដែលនៅក្នុងចំណុចមួយនេះគឺយើងនិយាយទៅជាមួយនឹង customer expectation ដែលជាលក្ខណៈថាការផ្ដល់ service ទៅលើអតិថិជនតាមរយៈការរំពឹងទុកដែលបង្កើតនៅ customer loyalty និងតទៅជាមួយនឹង works of mouth marketing ដែលអតិថិជនគឺគាត់សប្បាយចិត្តក្នុងការប្រាប់អ្នកដទៃអំពី brand ឬក៏ product របស់ business របស់យើងជាឧទាហរណ៍ដូចជាក្រុមហ៊ុនមួយចំនួនដូចជាSalesforce experience exceptional customer service គឺពួកគាត់បានប្រើនៅ call center ដើម្បីផ្ដល់សេវាកម្មល្អលើពីបំណងដែលអតិថិជនត្រូវការសម្រាប់ keeping នៅ customer របស់គាត់ឯចឹងនិងចំណុចមួយទៀតគឺយើងនិយាយទៅជាមួយនឹង customer retention ដែលជាការចំណាយតិចទៅលើចំណុច cheaper របស់ customer ដែលជាការតាក់ទាញអតិថិជនថ្មីដែលចំណាយថ្លៃជាងការរក្សាអតិថិជនចាស់ដែលនៅក្នុងចំណុចមួយនេះគឺគេថែរក្សានៅអតិថិជនដែលអាចធានាបាននៅ steady revenue stream ដែលជាកត្តាសំខាន់សម្រាប់ក្រុមហ៊ុនដូចជាឧទាហរណ៍ជាក់ស្ដែងដូចជាក្រុមហ៊ុន Amazon Prime membership ដែលពួកគាត់បានផ្ដល់នៅការបណ្ដុំបណ្ដាលឲ្យអតិថិជនរបស់ពួកគាត់គឺនៅជាប់ជាមួយនឹង platform របស់ក្រុមហ៊ុនពួកគាត់អីជាដើមអញ្ចឹងសម្រាប់ចំណុចមួយទៀតគឺយើងចេះតែต้องជាមួយនឹង technologies of data approach customer engagement ដែលនៅក្នុងចំណុចមួយនេះគឺយើងនិយាយទៅជាមួយនឹង CRM system ដែលជា AI chatbox personalization marketing ដែលអាចបង្កើត customer expect
ដែលវាអាចប្រើdata insight ដើម្បីផ្ដល់សេវាកម្មល្អប្រសើរទៅលើអតិថិជនរបស់ company មួយជាឧទាហរណ៍ដូចជា Netflix AI recommendation ដែលគាត់ផ្ដល់នៅ content ដែលអាចជួយចងនៅអតិថិជនរបស់គាត់ឲ្យប្រើប្រាស់តែសេវាកម្មរបស់គាត់និងទាក់ទងជាមួយនឹងឧទាហរណ៍មួយទៀតដែលជា chatbot AI ដែលជាលក្ខណៈថាផ្ដល់សេវាកម្មបម្រើអតិថិជនប្រកបដោយប្រសិទ្ធភាពតាមដែលអ្វីដែលអតិថិជនត្រូវការជំរាបសួរលោកគ្រូខ្ញុំនឹងធ្វើការបកស្រាយចំណុចទី3ដែលគេនិយាយទាក់ទងជាមួយនឹង from JIT relationship marketing ដែលក្នុងនេះគេនិយាយទាក់ទងជាមួយនឹង Christopher Payne and Valentine 21នៅក្នុងអត្ថបទរបស់ពួកគេនៅលើប្រធានបទនៃទំនាក់ទំនងទីផ្សារស្រូបយកគំនិត TQM នៃការនាំយកមកជាមួយនេះផងដែរគឺមានគុណភាពទីផ្សារនិងសេវាកម្មអតិថិជនហើយបន្ទាប់ពីហ្នឹងគឺគេបន្ថែមជាមួយនឹងទោះបីជាមានការឯកភាពឯកវចនៈទៅលើអ្វីដែលទីផ្សារទំនាក់ទំនងបង្កើតក៏ដោយក៏កិច្ចព្រមព្រៀងទូទៅគឺថាទីផ្សារទំនាក់ទំនងហ្នឹងគឺមានន័យថាអង្គការហ្នឹងគឺត្រូវបានរចនាឡើងដើម្បីឲ្យពួកគេហ្នឹងទទួលយកការផ្លាស់ប្ដូរទៅនៅក្នុងទីផ្សារហើយនេះគឺជាកន្លែងដែលខ្សែសង្វាក់គុណភាពត្រូវបានបោះយន្តការចុះមកដល់ចំណុចនេះដែលគេចង់មានន័យថាគឺជាខ្លឹមសារដែលហៅថាការដំណើរការនៃអាជីវកម្មឡើងវិញវិស្វកម្មហើយនេះត្រូវបានផ្ដួចផ្ដើមឡើងដោយក្រុមហ៊ុន Toyota ហើយដោយផ្អែកទៅលើប្រព័ន្ធផលិតដែលត្រួសត្រាយដោយពេលវេលាជាមួយនឹង JIT របស់ខ្លួនជុំវិញតម្រូវការរបស់អតិថិជនហើយនៅក្នុងនោះគេបន្ថែមថាការងារដែលត្រូវបានរៀបចំឡើងវិញដើម្បីសម្របទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជនជាច្រើនហ្នឹងគឺតាក់ទងទៅនឹងពេលវេលាការឆ្លើយតបដែលអាចធ្វើបានលឿនបំផុតហើយវាជាប្រព័ន្ធដែលផ្ដល់ធាតុចូលទៅកាន់កន្លែងផលិតរបស់ខ្លួនហ្នឹងគឺតាមអត្រានិងពេលវេលាដែលត្រូវការហើយដូច្នេះហ្នឹងគឺវាកាត់បន្ថយការសារពើភ័ណ្ឌនៅក្នុងក្រុមហ៊ុននិងជាការបន្តសម្រាប់គ្រប់គ្រងលំហូរនៃការផលិតរវាងក្រុមហ៊ុនដែលនៅជាប់គ្នានិងនៅក្នុងបណ្ដាញប្រព័ន្ធចែកចាយចុះមកដល់ slide នេះគឺគេនិយាយអំពីរចនាសម្ព័ន្ធទីផ្សាររបស់ក្រុមហ៊ុន traditional ហ្នឹងដែលគេបញ្ជាក់ថាมันអាចឆ្លើយតបបានលឿនគ្រប់គ្រាន់ចំពោះផ្នែកថ្មីឬទីផ្សារពិសេសនៅក្នុងប្រព័ន្ធទីផ្សារនោះទេហើយចំពោះការអភិវឌ្ឍផលិតផលគឺមានគុណភាពខ្ពស់ហើយគួរតែមានអត្ថភាពមួយដើម្បីអាចឲ្យក្រុមហ៊ុនហ្នឹងនៅតែមានការប្រកួតប្រជែងនៅលើទីផ្សារហើយគួរតែត្រូវបាននាំយកទៅអភិវឌ្ឍនៅក្នុងផលិតផលនិងនៅក្នុងដំណាក់កាលដំបូងបំផុតនៅក្នុងការដំណើរការនៃការធ្វើការសម្រេចចិត្តហើយចំពោះជាក់ស្ដែងនៅក្នុងឧស្សាហកម្មរថយន្តនេះគឺជាធម្មតាដែលគេចាប់ផ្ដើមនៅដំណាក់កាលរចនានៃរថយានជំនិះថ្មីហើយនៅពេលដែលមានគំនិតផលិតផលហ្នឹងគឺកំពុងតែត្រូវបានបង្កើតឡើងតាមរយៈការវាយលុកដំបូងបង្អស់ហើយមានរយៈពេលរហូតទៅដល់ការចេញលក់នៃផលិតផលហើយយើងងាកមក slide បន្ទាប់នេះទៀតគឺគេនិយាយអំពីការភារកិច្ចរបស់ក្រុមហ៊ុនហ្នឹងគឺដើម្បីទទួលបានព័ត៌មានអំពីផលិតផលឬមួយក្រុមហ៊ុននៅក្នុងឧស្សាហកម្មរបស់ពួកគេហ្នឹងដែលមានកម្រិតខ្ពស់នៃការអនុវត្តហ្នឹងគឺឬសកម្មភាពដែលនឹងកំណត់នៅក្នុងតំបន់អង្គការរបស់ពួកគេហ្នឹងត្រូវបានមានការកែលម្អហើយក្រុមការងារក៏ដូចជាត្រូវផ្ដល់កន្លែងសម្រាប់ការស្រាវជ្រាវទៅលើការអភិវឌ្ឍផលិតផលនិងគុណភាពផងដែរចូលដល់ចំណុចទី4ដែលគេនិយាយទាក់ទងជាមួយនឹងreverse marketing ដែលនៅក្នុងនោះដែរយើងបែងចែកវាជា7ចំណុចតូចៗតែចំណុចទី1ហ្នឹងគឺយើងនិយាយទាក់ទងជាមួយនឹងdefinition of reverse marketing ដែលនៅក្នុងនោះគេគិតពីអ្នកជំនាញគាត់ស្វែងរកអ្នកលក់នឹងដោយខ្លួនឯងដើម្បីងាយស្រួលក្នុងការប្រើប្រាស់នឹងផលិតផលដែលអ្នកទិញនឹងគាត់ផ្ដោតទៅលើគុណភាពនិងភាពងាយស្រួលប្រើប្រាស់ជាងតម្លៃ
ចំណុចទី2តកតងជាមួយនឹង long term supplier relationship ដែលនៅក្នុងចំណុចទី2ហ្នឹងគឺគេចង់បដោតទៅលើវិស័យផលិតកម្មហ្នឹងអ្នកទិញចង់បានប្រកបប្រគំហ្នឹងគាត់ like ផ្ដល់គុណភាពល្អនិងការចែករំលែកហ្នឹងបានធំធេងហើយចំណុចតំណែងហ្នឹងគឺវាអាចចំណេញពេលមិនថាយូរឬក៏ឆាប់ទេដើម្បីឲ្យមានប្រសិទ្ធភាពហ្នឹងគឺកាន់តែខ្ពស់ជាមួយនឹងផលិតផលដែលអ្នកលក់ហ្នឹងគាត់បានធ្វើអាជីវកម្មជាមួយនឹងផលិតផលមួយហ្នឹងចូលដល់ចំណុចទី3ដែលគេនិយាយតាក់ទងជាមួយនឹង mutual benefit in relationship marketing នៅក្នុងចំណុចនេះគឺគេចង់ផ្ដោតទៅលើការបង្កើតភាពស្មោះត្រង់របស់អតិថិជននិងមានតំណែងជាមួយនឹងអាជីវកម្មហ្នឹងឲ្យមានរយៈពេលវែងជាចំនួនការលក់តែម្ដងអ្នកទិញហ្នឹងគឺគាត់ចង់បានវិធីទាំងពីរភាគីដែលអ្នកលក់និងអ្នកទិញចឹងយើងចូលដល់ slide បន្ទាប់ចំណុចទី4ដែលក្នុងនោះគេចង់និយាយពីការរួមបញ្ចូលខ្សែសង្វាក់គ្រប់គ្រងដែលអាជីវកម្មហ្នឹងគួរតែដំណើរការត្រូវតែមានខ្សែសង្វាក់ហ្នឹងដើម្បីកាត់បន្ថយកាកសំណល់បង្កើនប្រសិទ្ធភាពនិងធានាបាននូវការពេញចិត្តរបស់អតិថិជនត្រឡប់មកវិញអាជីវកម្មហ្នឹងគឺវាមិនកំណត់ឱកាសក្នុងការប្រមូលបន្ថែមទេប៉ុន្តែវានឹងបង្កើនប្រសិទ្ធភាពកាន់តែខ្ពស់ហើយសម្រាប់ចំណុចទី5ដែលគេនិយាយទាក់ទងជាមួយនឹងបញ្ហាក្នុងការចងប្រព័ន្ធនៃខ្សែសង្វាក់ផ្គត់ផ្គង់នឹងបញ្ហាទោះបីជាការចងសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់នឹងមានប្រយោជន៍ឬក៏អត់មានប្រយោជន៍ក៏ដោយតែវាក៏មានភាពលំបាកដោយសារតែការប្រកួតប្រជែងនឹងអំណាចនៅក្នុងទីផ្សារនោះវាមានការស្មុគស្មាញក្នុងឧស្សាហកម្មដូចនេះហើយបានជាអាជីវកម្មនឹងត្រូវជ្រើសរើសដៃគូដែលត្រឹមត្រូវសម្រាប់ផ្ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ខ្សែសង្វាក់នីមួយៗនឹងឲ្យវាមានកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់ចូលដល់ slide បន្ទាប់ចំណុចទី6ដែរគេនិយាយទៅអំពីការប្រែប្រួលក្នុងកម្រិតទីផ្សារដែលក្នុងវិជ្ជាជីវៈជីវៈគាត់បានលើកឡើងទីផ្សារប្រកួតប្រជែងនឹងសប្តាហ៍កាន់តែផ្ដោតទៅលើការបង្កើតនិងការរក្សាទំនាក់ទំនងជាមួយនឹងអតិថិជនជាមួយនឹងការជំនួយការលក់ផលិតផលតែប៉ុណ្ណោះហើយចំណុចទី7ដែលគេនិយាយទៅជាមួយនឹងអត្ថប្រយោជន៍ចុងក្រោយនៃទីផ្សារវិញគឺការរីកចម្រើនទំនាក់ទំនងអាជីវកម្មដែលមានផលិតផលចំណេញនិងរយៈពេលវែងដោយផ្អែកទៅលើការជឿជាក់រវាងភាគីទាំងពីរនិងការផ្ដល់តម្លៃបន្តទៅវិញទៅមកដែលជាចំនួនការចុងផ្ដើមតែម្ដងអញ្ចឹងចំណុចរបស់ខ្ញុំបានចប់ត្រឹមហ្នឹងហើយចំណុចបន្តចូលទៅឲ្យមិត្តរួមក្រុមរបស់ខ្ញុំជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះណននុតមកពីក្រុម File ហើយថ្ងៃនេះខ្ញុំនឹងបកស្រាយបន្តពីមិត្តភ័ក្តិរបស់ខ្ញុំមួយទៀតទៅកាន់ចំណុចទី5ដែលនិយាយអំពី from relationship marketing to relationship selling ដែលខ្ញុំនឹងបង្ហាញអំពីការផ្លាស់ប្ដូរនៅ strategy របស់ business ដែលចេញពីrelationship ផ្នែក marketing ទៅកាន់ selling វិញម្ដងហើយចំណុចដំបូងដែលខ្ញុំនឹងធ្វើការបកស្រាយនេះគឺទី1គឺ from transaction to relationship ដោយដែលយើងដឹងហើយថា business កាលពីពេលមុនហ្នឹងគឺតែងតែផ្ដោតទៅលើការលក់នៅផលិតផលនិងការចរចាតម្លៃក៏ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះដូចយើងដឹងស្រាប់ហើយថាទីផ្សារទៅលើផ្នែក business ហ្នឹងវាមានការប្រកួតប្រជែងអញ្ចឹងយើងគួរតែធ្វើឲ្យលើសពីម្ដងចំពោះ transaction ហើយនឹង build long term relationship ជាមួយនឹង customer និង supplier របស់យើងដែលវាអាចធ្វើឲ្យ relationship នេះវាមានភាពយូរអង្វែងនិងអាចបន្តនៅការធ្វើដៃគូសហការជាមួយគ្នាទាំង supplier និង customer ឥឡូវខ្ញុំសូមបន្តមកកាន់ចំណុចមួយទៀតគឺ open accounting and buyer supplier transparency ដែលយុទ្ធសាស្ត្រមួយទៀតនៅក្នុងrelationship marketing គឺ open accounting ដោយកាលពីមុនហ្នឹងគឺ business តែងតែផ្ដោតទៅលើការចរចាតម្លៃដែលវាមានលក្ខណៈអត់ល្អគ្រប់គ្រាន់ក៏ប៉ុន្តែបច្ចុប្បន្នហ្នឹងក្រុមហ៊ុនជាច្រើនគឺគាត់បានផ្លាស់ប្ដូរទៅជាវិធីសាស្ត្រដែលហៅថា open accounting ហ្នឹងដែលអនុញ្ញាតឲ្យទាំងអ្នកលក់និងអ្នកទិញនឹងចែករំលែកអំពីព័ត៌មានអំពីតម្លៃផលិតកម្មការចំណាយនិងថ្លៃដើមហើយវាបង្កើតបានជាការជឿទុកចិត្តនិងអត់មានភាពល្អក់កករវាងគ្នានឹងគ្នាទេដែលវាធ្វើឲ្យមាននៅប្រាក់ចំណេញសមរម្យនឹងសម្រាប់ភាគីទាំងសងខាងហើយខ្ញុំសូមបន្តទៅកាន់មួយទៀតគឺ technological collaboration in sale ដូចយើងនឹងហៅថាទំនាក់ទំនងអាជីវកម្មវាមិនមែនតែចំពោះអតិថិជនប៉ុណ្ណោះទេប៉ុន្តែក៏វាជាមួយនឹង supplier ដូចគ្នាដែរឧទាហរណ៍មួយល្អបំផុតមួយដែលគេលើកឡើងនៅក្នុងមេរៀននេះគឺគេបាននិយាយថានៅប្រទេសជប៉ុន
ក្រុមហ៊ុនហ្នឹងគឺអនុញ្ញាតឲ្យ supplier ហ្នឹងគឺគាត់ចូលរួមក្នុងការ design product វាជួយផ្ដល់នូវផលចំណេញជាច្រើនដូចជាកាត់បន្ថយពេលវេលាផលិតការចំណាយនិងធានាផលិតផលវាមានគុណភាពខ្ពស់ហើយ strategy នេះបានរីករាលដាលទៅកាន់អឺរ៉ុបនិងសហរដ្ឋអាមេរិកក៏ប៉ុន្តែវាអត់ដូចគ្នាទេដោយគន្លឹះសំខាន់ហ្នឹងគឺថាការ build relationship ជាមួយនឹងsupplier វាអាចនាំឲ្យមាននៅការច្នៃប្រឌិតល្អនិងមានប្រសិទ្ធភាពខ្ពស់ហើយចំណុចទី5មួយទៀតគឺ changing sales and marketing strategy ដែលនិយាយអំពីដោយយើងដឹងថាទីផ្សារឥឡូវគឺវាកំពុងតែផ្លាស់ប្ដូរអញ្ចឹងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍និងបណ្ដាញផ្សេងៗក៏កំពុងតែបាត់បង់ប្រសិទ្ធភាពដោយសារតែវាមានការបែងចែកទស្សនិកជនអញ្ចឹងហើយអាជីវកម្មគឺកំពុងបានផ្លាស់ប្ដូរទៅរកវិធីថ្មីដែលគេហៅថា direct marketing និងការរក្សាទំនាក់ទំនងផ្ទាល់ជាមួយនឹងអតិថិជនហើយវាបានបង្កើតនៅទំនាក់ទំនងកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាពល្អសម្រាប់ company ទាំង company និងអតិថិជនឥឡូវនេះខ្ញុំសូមមកកាន់ចំណុចមួយទៀតគឺdigitalization and virtual selling ដូចយើងដឹងថាទោះបីជាលក្ខណៈ face to face ការធ្វើទំនាក់ទំនងបែប face to face ហ្នឹងវាមានសារៈសំខាន់ក៏ដោយក៏ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្នហ្នឹងវាមានការថយចុះដោយសារតែការផ្លាស់ប្ដូរផ្នែក digital ហើយវាក៏មាន affect ទៅលើផ្នែកលក់ដូចគ្នាដែរដូចជាការ send email ការហៅ video call និង meeting online ហ្នឹងវាបានកាត់បន្ថយនៅការប្រជុំ meeting របៀប physical អញ្ចឹងដែលធ្វើឲ្យទំនាក់ទំនងរបស់ពួកគាត់គឺកាន់តែជិតស្និទ្ធបើទោះបីជាពួកគាត់នៅឆ្ងាយយ៉ាងណាក៏ដោយក៏ពួកគាត់នឹងអាចដឹងអំពីអ្វីៗដែលបំរុងនឹងកើតឡើងនៅក្នុង company ហើយមួយទៀតយើងដែលជា owner company ហ្នឹងក៏ត្រូវតែអភិវឌ្ឍនៅជំនាញបច្ចេកវិទ្យាដើម្បីរក្សាទំនាក់ទំនងល្អជាមួយនឹងអតិថិជននិងស្វែងរក sale សម្រាប់ខ្លួនឯងដូចគ្នាហើយមកកាន់ចំណុចមួយទៀតគឺ customer loyalty and direct marketing ដោយដែលយើងដឹងថានៅក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារហ្នឹងអតិថិជនគឺគាត់តែងមានជម្រើសច្រើនហើយចំពោះ loyalty ទៅកាន់យីហោមួយឬ brand មួយហ្នឹងវាអត់ងាយស្រួលទៅលើចំពោះគាត់ទេដោយសារតែបើសិនជាគាត់ឃើញកន្លែងណាដែលវាស័ក្តិសមតម្លៃវាគាត់អាចយល់ដឹងការផ្សព្វផ្សាយបានច្រើនអញ្ចឹងគាត់ច្បាស់ជាងាករេទៅរក brand មួយហ្នឹងហើយអញ្ចឹងដើម្បីឲ្យយើងអាចរក្សានៅ relationship មួយគាត់បានយូរយើងគួរតែផ្ដោតទៅលើloyalty ជាមួយនឹងការផ្ដល់នូវសេវាកម្មល្អជាមួយនឹងការផ្ដល់បទពិសោធន៍មួយដ៏ល្អទៅកាន់គាត់គោលបំណងដែលធ្វើឲ្យនេះគឺដើម្បីរក្សាអតិថិជនឲ្យមានសេចក្តីពេញចិត្តនិងបន្តប្រើប្រាស់សេវាកម្មរបស់យើងទៀតហើយ relationship selling ហ្នឹងវាអត់ចប់នោះទេនៅពេលអតិថិជនបានបញ្ចប់ការទិញបានបញ្ចប់នៅ transaction មួយគាត់ប៉ុន្តែវានឹងបន្តទៀតតាមរយៈដែលយើងឲ្យ service ល្អឬក៏ផ្ដល់ជា information ផ្សេងៗទៅកាន់គាត់ដើម្បីឲ្យគាត់ធ្វើការ back មកទិញផលិតផលយើងម្ដងទៀតហើយខ្ញុំសូមបន្តទៅកាន់ចំណុចទី8ដែលជាចំណុចចុងក្រោយគឺ the expanding role of salesperson ដូចដឹងស្រាប់ហើយថាអ្នកលក់នៅសម័យថ្មីមិនត្រឹមតែលក់ផលិតផលទៀតទេក៏ប៉ុន្តែពួកគាត់ក៏ត្រូវតែជាអ្នកគ្រប់គ្រងទំនាក់ទំនងជាមួយនឹងអតិថិជនផងដែរហើយក៏មានតួនាទីដូចជាផ្ដល់សេវាកម្មក្រោយពេលលក់រកអតិថិជនថ្មីនិងអភិវឌ្ឍឬក៏ building relationship របស់គាត់ជាមួយ customer ប្រមូលនៅ data និងវិភាគអំពីព័ត៌មានអតិថិជនថាគាត់ចូលចិត្តអីគាត់ចង់បានអីគាត់ទិញអីគាត់ complain អីមកលើយើងតាក់ទងបណ្ដាញផ្សេងហើយចំណុចចុងក្រោយគឺផ្ដល់យោបល់
ទៅកាន់ក្រុមហ៊ុនដើម្បីធ្វើការកែប្រែនៅអ្វីដែលអតិថិជនគាត់អត់ចង់បានអញ្ចឹងចំណុចរបស់ខ្ញុំបានបញ្ចប់ត្រឹមតែនេះហើយអរគុណលោកគ្រូអ្នកទាំងអស់គ្នាដែលបានមើលនៅការប្រសិនរបស់ខ្ញុំ ហើយចូលមកដល់ចំណុចទី6នេះវិញគឺ tactic of relationship selling ទី1គឺការផ្ដោតលើការយកចិត្តទុកដាក់របស់អតិថិជនគោលដៅចម្បងគឺទំនាក់ទំនងរយៈពេលវែងជាងការលក់រយៈពេលខ្លីអ្នកលក់ត្រូវតែយល់និងបំពេញតម្រូវការដែលកំពុងវិវត្តរបស់អតិថិជនដើម្បីធានាបាននៅការរក្សាទុកទី2ទីផ្សារផ្ទៃក្នុងនិងការរក្សាបុគ្គលិកកម្លាំងពលកម្មដែលមានស្ថិរភាពជួយបង្កើនទំនាក់ទំនងកាន់តែរឹងមាំជាមួយអតិថិជនក្រុមហ៊ុនកំពុងសង្កត់ធ្ងន់លើការកាន់កាប់រយៈពេលវែងសម្រាប់អ្នកលក់ដោយតម្រូវឲ្យពួកគេជាមួយនឹងអ្នកទិញមានទំនោរចង់បន្តតួនាទីរបស់ពួកគេឲ្យបានយូរហើយចូលមកដល់ចំណុចទី3គឺបដូរពីប្រតិបត្តិការទៅជាទីផ្សារបញ្ច្រាសកម្រៃជើងសារលក់បែបប្រពៃណីកំពុងត្រូវបានជំនួយដោយប្រាក់ខែគោលខ្ពស់បូកនឹងប្រាក់រង្វាន់ក្រុមមួយទៀតការផ្ដោតសំខាន់គឺការផ្លាស់ប្ដូរការលក់រយៈពេលខ្លីទៅជាតម្លៃអតិថិជនរយៈពេលវែងទី4គឺវិធីសាស្ត្រលក់តាមក្រុមការលក់មិនមែនជាចំនួនខុសត្រូវរបស់អ្នកលក់ទេវាពាក់ព័ន្ធនឹងក្រុមផលិតផលគុណភាពនិងហិរញ្ញវត្ថុវិធីសាស្ត្រសហការធានានូវសេវាកម្មនិងទំនុកចិត្តរបស់អតិថិជនកាន់តែប្រសើរហើយចូលមកដល់ចំណុចទី5គឺការសង្កត់ធ្ងន់លើជំនាញដែលអាចទទួលយកបាននិងទំនាក់ទំនងលក្ខណៈនៃការលក់បែបប្រពៃណីឧទាហរណ៍ថាមានភាពអត់ធ្មត់មានភាពធន់ឥឡូវនេះយើងត្រូវបានបន្ថែមដោយជំនាញទន់ដូចជាការយកចិត្តទុកដាក់ការអត់ធ្មត់និងសមត្ថភាពក្នុងការបង្កើតទំនាក់ទំនងអ្នកទិញទំនងជាទិញពីអ្នកលក់ដែលពួកគេចូលចិត្តនិងជឿជាក់ទី6គឺការចូលមើលភ្នែកលក់យូរជាងមុនអ្នកតំណាងអចិន្ត្រៃយ៍នៅនឹងកន្លែងការចេះចូលសួរសុខទុក្ខសុខទុក្ខអ្នកលក់កាន់តែស៊ីជម្រៅដើម្បីពង្រឹងទំនាក់ទំនងក្រុមហ៊ុនមួយចំនួនដាក់ភ្នាក់ងារធានាគុណភាពនៅទីតាំងអតិថិជនដើម្បីបង្កើនសេវាកម្មនិងភាពជឿជាក់ហើយចូលមកដល់ចំណុចទី7គឺការប្រមូលផ្ដុំព័ត៌មាននិងភាពវៃឆ្លាតរបស់អ្នកធ្វើទីផ្សារអ្នកលក់មានសារៈសំខាន់ណាស់ក្នុងការប្រមូលទិន្នន័យអំពីដៃគូប្រកួតប្រជែងនិងចិត្តរបស់អតិថិជននិងទិដ្ឋាការទីផ្សារទិន្នន័យនេះចូលទៅក្នុងប្រព័ន្ធព័ត៌មានទីផ្សារដែលជួយក្នុងការធ្វើផែនការយុទ្ធសាស្ត្រហើយចំណុចទី8គឺការសម្ភាសផ្ទាល់ខ្លួនសម្រាប់ការត្រូវជ្រាវទីផ្សារលក់ត្រូវបានលើកទឹកចិត្តឲ្យប្រមូលនៅការយល់ដឹងប្រកបដោយគុណភាពអតិថិជនការសម្ភាសផ្ទាល់ជាមួយអតិថិជនផ្ដល់នូវមតិកែលម្អគុណភាពខ្ពស់ជាងការស្ទង់មតិទូទៅចូលមកដល់ conclusion គឺយើងបានស្វែងយល់ពីទិដ្ឋាការទីផ្សារបច្ចុប្បន្ននិងឥទ្ធិពលរបស់វាទៅលើទូនាទីនិងការលក់ដែលកំពុងវិវត្តវាបានតាមដានការផ្លាស់ប្ដូរពីការលក់ប្រតិបត្តិការប្រែបែបទៅជាការលក់ជាទំនាក់ទំនងដោយសង្កត់ធ្ងន់លើរបៀបនៃដែលការព្រួយបារម្ភអំពីគុណភាពបានជំរុញការផ្លាស់ប្ដូរនេះហើយការវិភាគសាស្ត្របានគ្រប់ដណ្ដប់ទៅលើការវិវត្តពីវិធីសាស្ត្រលក់ដោយផ្ដោតទៅលើគុណភាពដំបូងរហូតដល់ការគ្រប់គ្រងគុណភាពសរុបដោយបង្ហាញពីសារៈសំខាន់កើតឡើងនៃការរំពឹងរបស់អតិថិជនចំពោះផលិតផលនិងសេវាកម្មដែលមានគុណភាពខ្ពស់ហើយចំណុច